សួរថាចុះបើសង្ស័យថាការបោះឆ្នោតនឹងមិនត្រឹមត្រូវទេបោះឆ្នោតនឹងមិនត្រឹមត្រូវទេហើយខាងគណៈបក្សសង្គ្រោះជាតិថាសូមឲ្យបង្កើតគណៈកម្មការពិសេសមួយជាគណៈកម្មការឯករាជ្យដែលមានចូលរួមគណៈបក្សទាំងពីរហើយមានចូលរួមខាងអង្គការក្រៅរដ្ឋាភិបាលហើយនឹងតំណាងអង្គការសហប្រជាជាតិជាអ្នកសង្កេតការផងដើម្បីត្រួតពិនិត្យមើលតើការបោះឆ្នោតនឹងត្រឹមត្រូវឬមិនត្រឹមត្រូវហើយតើដឹកគុណយល់ថាម៉េចអាត្មាយល់ថាសំណើនឹងត្រឹមត្រូវហើយដំណើរតែពីព្រោះអីពីព្រោះយើងនិយាយថាអំណាចកើតចេញពីប្រជារាស្ត្រជាម្ចាស់អំណាចជ្រើសរើសអ្នកដឹកនាំរដ្ឋតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌តើដោយសេរីគឺបានន័យថាម៉េចថាប្រជាពលរដ្ឋបោះឲ្យគណៈបកណាក៏បានតើអានឹងសេរីភាពហើយយុត្តិធម៌គឺបោះឲ្យត្រឹមត្រូវតើបោះឲ្យត្រឹមត្រូវហើយក្រមប្រឹក្សាជាតិរៀបចំការបោះឆ្នោតហ្នឹងគឺសមាជិកភាពនឹងចេញពីគណៈបកប្រជាជនកម្ពុជាមិនហើយធម្មតាទេកាលណាគណៈកម្មការមិនឯករាជ្យហើយអាចលំអៀងទៅរកបករបស់ខ្លួនហើយគេសង្ស័យចឹងហើយការពិនិត្យនេះអាត្មាថាវាមិនមែនយុទ្ធធម៌ 100% រកឃើញការពិត 100% ទេព្រោះបរិយាការពិតគឺថារៀបចំតាំងពីកោជបមកគឺថារើសគណៈកម្មការជាតិរៀបចំការបោះឆ្នោតជាអ្នកអព្យាក្រឹតមានឯករាជ្យមិនលំអៀងអាហ្នឹងទី1ហើយទៅទី2ការយុត្តិធម៌ឬមិនយុត្តិធម៌តាំងពីការចុះឈ្មោះបោះឆ្នោតមកហើយដល់បោះឲ្យចាំពិនិត្យនេះវាហួសអស់មកកណាត់ហើយបើថាគេបន្លំរួចអត់ហើយបន្លំហើយបើពិនិត្យឡើងវិញក៏បានខ្លះទេប៉ុន្តែអត់បាន 100% ទេហើយឲ្យមានគណៈកម្មការនឹងឲ្យមានសមាជិកភាពអង្គការក្រៅរដ្ឋាភិបាលឯករាជ្យហើយមានតំណាងបើថាមិនបានជាអាជ្ញាកណ្ដាលក៏បានជាអ្នកសង្កេតការដែរតំណាងអង្គការសហប្រជាជាតិមកសង្កេតការជាសាក្សីដឹងឮផងហើយបកប្រជាជនកម្ពុជាមិនគួរភ័យទេបើយើងថាចង់ឲ្យបរិសុទ្ធគួរបើកឲ្យគេចូលមកពិនិត្យឥឡូវហ្នឹងទៅដោយអត់ទាន់ត្រូវគ្នាទៀតអត់ព្រមឲ្យគេមកទៀតអង្គការក្រៅរដ្ឋាភិបាលក៏អត់ទៅទៀតពិនិត្យតែខ្លួនឯងហើយយកឯកសារទៅប្រកល់ឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យជាចុងក្រោយឥឡូវហ្នឹងទៅចឹងវិញហើយដូចអស់ថាទៅបង្កើតគណៈកម្មការពិសេសឯករាជ្យដើម្បីពិនិត្យមើលភាពមិនក្រក់ក្តីនៃការបោះឆ្នោតនោះទៅជាបរាជ័យអស់ហើយឥឡូវហ្នឹងទៅបកប្រជាជនកោជបនោះពិនិត្យតែម្នាក់ឯងហើយប្រកល់ឲ្យទៅក្រុមប្រឹក្សាធម្មនុញ្ញហើយថាក្រុមប្រឹក្សាធម្មនុញ្ញហ្នឹងទៀតខាងអីខាងណាខាងបកណាហ្នឹងរឿងមួយទៀតយុត្តិធម៌តើក្រុមប្រឹក្សាធម្មនុញ្ញឯករាជ្យមិនឯករាជ្យរឿងមួយទៀតតើយុត្តិធម៌ឃើញទេហើយមានខ្លះនិយាយថាឲ្យបើកសវត្ថភាពកញ្ចប់សវត្ថភាពកអត់ថាបើកក៏អត់ប្រយោជន៍ដែរគេថាមុនបើកគេកែឲ្យអស់ហើយនិយាយចំអញ្ចឹងក៏គ្មានប្រយោជន៍អីទេគេមុនហើយតាមគួរឲ្យសង្ស័យគឺថាថ្ងៃ28ហ្នឹងថ្ងៃ8ថាថ្ងៃបោះឆ្នោតហ្នឹងដល់ថ្ងៃល្ងាចហ្នឹងបោកមិនទាន់ចប់ផងមិនទាន់គ្រប់ខេត្តផងក្រសួងពលរដ្ឋមានប្រកាសថាប៉ុណ្ណេះប៉ុណ្ណោះឈ្នះហើយប៉ុណ្ណេះប៉ុណ្ណោះឥឡូវគេរៀបសន្លឹកស្នោតឲ្យត្រូវតាមហ្នឹងប្រកាសមុនងាប់ឥឡូវប្រកាសឥឡូវគេរាប់ថារាប់ឥឡូវឲ្យអ្នកគេទៅឥឡូវបានន័យថា
cái chọc tí 2 tí 3មកគេកែឲ្យរហហើយមើលក៏ឥតប្រយោជន៍ដែរហើយចង់cái chọc ដំបងនោះcái chọc សុវត្ថិភាពកនោះក៏ឥតប្រយោជន៍ដែរគេមុនបើឲ្យយើងឃើញគេកែឲ្យអស់ប្រហែលថ្ងៃហើយព្រោះផ្សេងពីប្រទេសកាណាដាសហរដ្ឋអាមេរិកគឺថាបោះថ្ងៃហ្នឹងលទ្ធផលដឹងថ្ងៃហ្នឹងអត់មានយកទៅណាទេឲ្យទាំងអស់គ្នាមើលឃើញថ្ងៃហ្នឹងហើយចុះទៅប្រហែលអាទិត្យហើយគេកែមិនកើតគឺកែអស់ហើយមិនបាច់និយាយអីទេគឺគ្មានយុត្តិធម៌អីទេអាត្មាពិនិត្យទៅដឹងតាដំបងគឺថាសុំឲ្យផ្លាស់គោជបគេមិនផ្លាស់ផងបើចង់ឲ្យយុត្តិធម៌មានទៀតផ្លាស់គោជបបើថាគោជបនៅធ្វើហ្នឹងអត់មានយុត្តិធម៌តាំងពីគោជបមិនបាច់ចាំនិយាយអីទៀតទេគឺអត់យុត្តិធម៌ទេយើងគាត់នឹកអាណិតអាសូរដល់យុវជនយុវនារីខ្មែរដែលខំប្រឹងប្រែងបញ្ចេញឆន្ទៈរបស់ខ្លួនដើម្បីជ្រើសរើសគណៈបកជ្រើសវរៈជនដឹកនាំជាតិនៅស្ដាយអាណិតអាសូរមិនជំនះមិនឆ្លោះបញ្ចាំងនៅឆន្ទៈរបស់ប្រជារាស្ត្រខ្មែរហ្នឹងក៏ប៉ុណ្្នឹងទេបងគឺអាត្មាក៏លេចមកដឹងថារឿងនេះទៅចេះហើយរឿងទៅចេះហើយបងហ្នឹងរឿងឲ្យបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យមើលភាពមិនប្រក្រតីនៃការបោះឆ្នោតដោយចូលរួមគណៈបកឆ្នោតទាំងពីរហើយអង្គការក្រៅរដ្ឋាភិបាលហើយអ្នកសង្កេតការពីអង្គការសហប្រជាជាតិឥឡូវអត់បានធ្វើផងអត់បានធ្វើផងព្រោះឥឡូវថាគេគ្មានពិនិត្យអីទៀតទេគេពិនិត្យរួចអស់ហើយគេគិតរួចអស់ហើយខាងណាបានប្រមាណខាងណាបានប្រមាណគេបោកបញ្ជីហើយអត់ឲ្យខុសទេមើលទៅមិនត្រូវព្រោះហើយទោះបីបើកកញ្ចប់សុវត្ថិភាពកនោះក៏គ្មានប្រយោជន៍អីទេគេកែរួចអស់ហើយព្រោះហ្នឹងគឺថាគេកែរួចអញមិនបាច់ទៅពិនិត្យទេព្រោះគេធ្វើស្អាតណាស់គេស្អាតហើយក៏ឥឡូវគេប្រគល់ឲ្យក្រុមប្រឹក្សាធម្មនុញ្ញហើយតើក្រុមប្រឹក្សាធម្មនុញ្ញតំណាងអីតំណាងជាតិពិតប្រាកដឬក៏ក្រុមប្រឹក្សាធម្មនុញ្ញតំណាងគណៈបកតែក្រុមប្រឹក្សាធម្មនុញ្ញតំណាងគណៈបកអត់យុត្តិធម៌ក៏ទេចប់ត្រឹមហ្នឹងហើយព្រោះអាហ្នឹងរឿងសំណួរទី3ដែលសួរថាបើបោះមានភាពមិនប្រក្រតីអញ្ចឹងដែលក្រុមគណៈបកសង្គ្រោះជាតិស្នើសុំឲ្យបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីពិនិត្យមើលភាពមិនប្រក្រតីនៃការបោះឆ្នោតហ្នឹងព្រោះថាស្នើអញ្ចឹងហើយប៉ុន្តែវាអត់បានកាយទេគ្មានបានផលអីទេទោះបីតែជែកទៅទៀតក៏គ្មានបានផលអីទៀតទេហើយទោះបីថាក្រុមប្រឹក្សាធម្មនុញ្ញគេអត់ហ៊ានទេព្រោះអត់ហ៊ានថាមិនដឹងគេពិបាកពីលើតែថាតាមគេបើគូថាសុកចិត្តប្រសាឧត្តមគតិរបស់ខ្លួនឯងសុកចិត្តស្លាប់ឯងសុកចិត្តលាលែងឯងមិនថាឲ្យខុសទេអាហ្នឹងគ្រាន់បើប៉ុន្តែបើក្រុមប្រឹក្សាធម្មនុញ្ញហ្នឹងខ្លាចអត់ទៅរួចទេយុត្តិធម៌អត់ឃើញទេព្រោះនឹងថានិយាយការពិតមើលឃើញមិនថាអញ្ចឹងទៅនឹងរឿងបង្កើតគណៈកម្មការពិសេសឯករាជ្យដើម្បីពិនិត្យមើលភាពមិនប្រក្រតីនៃការបោះឆ្នោត